សម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជាទីគោរពរាប់អានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាឯកឧត្តមលោកជំទាវប្រធានសភាឯកឧត្តមអគ្គលេខាធិការនៃ ISC លោកឯកឧត្តមអ៊ីកណាតដាកាឯកឧត្តមលោកជំទាវគណៈប្រតិភូអាសាឡាមម៉ាឡៃគុំសូមស្វាគមន៍ខ្ញុំមានកិត្តិយសជាអាណៃពុនពេកដែលសូមស្វាគមន៍អាយដាមព័ត៌មានដែលបានចូលរួមនៅក្នុងសន្និសីទអន្តរសភានៃប្រធានសភាលើកទី2នៅរាជធានីភ្នំពេញនៃប្រជាណាចក្រកម្ពុជាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជានិងប្រជាជនកម្ពុជាចំពោះបដិសណ្ឋារកិច្ចដ៏គួរឲ្យគោរពស្ញប់ឆ្ងាយជាទីគោរពការនេះគឺនឹងក៏សូមថ្លែងអំណរគុណចំពោះសម្ដេចហ៊ុនម៉ាណែតប្រធានដែលជានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាចំពោះការទូតសភានិងបបផែននៃកិច្ចព្រមព្រៀងការសន្តិភាពវិបលភាពវាជាកិច្ចការមួយដ៏សំខាន់នៅក្នុងការជួបជុំគ្នានៅក្នុងថ្នាក់ដឹកនាំសភានៃឱកាសនេះវាគឺជាសញ្ញាទៅកាន់ពិភពលោកថាកិច្ចសន្ទនាសភាគឺមានសារៈសំខាន់ខ្លាំងណាស់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាជាទីគោរពរាប់អាននៅពេលដែលខ្ញុំក៏លេចមើលទៅលើពេលវេលាដែលយើងចាប់ផ្ដើមដំបូងខ្ញុំមានអារម្មណ៍រីករាយជាពន់ពេកកាលពីពេលកន្លងទៅគឺយើងបានដាំពូជនៃអ្វីដែលយើងមាននៅទីក្រុងអ៊ីស្លាមាបាតហើយក្របពូជនេះបានរីកលូតលាស់ចម្រើនប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ SRC លើកទី2វាមិនមែនបង្កើនតែបរិមាណទេប៉ុន្តែភាពជឿជាក់ដែលយើងមានភាពកាន់តែប្រសើរឡើងហើយនេះគឺធ្វើឲ្យខ្ញុំខ្ញុំចង់បញ្ជាក់និងរំលេចថាអ្វីដែលជាកិច្ចការរបស់សភាទាំងអស់ដែលជាមួយនឹងកិច្ចសន្ទនាជាមួយនឹងប្រធានសភាទាំងអស់ដែលជឿជាក់ថាសភាអាចយើងកសាងបានកាន់តែខ្លាំងក្លាដោយយើងត្រូវតែរួមពង្រឹងស្មារតីគ្នាខ្ញុំសូមអបអរសាទរនិងលើកទឹកចិត្តប្រធានសភានិងសភាទាំងអស់ជាមួយនឹងដំណើរការដែលត្រូវអនុវត្តក្នុងការចូលរួមវិភាគទាននិងសម្រាប់អនាគតរួមគ្នាទាំងអស់គ្នាពីព្រោះថាអ្វីដែលជាបញ្ហាប្រឈមដែលយើងជួបប្រទះពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុប៉ះពាល់សេដ្ឋកិច្ចអសមភាពនិងបញ្ហាផ្សេងបាទដែលយើងត្រូវតែរួមគ្នាដោះស្រាយហើយអ្វីដែលជាកិច្ចការដ៏សំខាន់ ISC គឺត្រូវបានបង្កើតឡើងដើម្បីបង្កើតនៅលំហមួយដែលត្រូវមាននៅកិច្ចសន្ទនាជាក់ស្ដែងពិតប្រាកដដែលទូនាទីរបស់សភាកិច្ចការងារនេះគឺត្រូវតែធ្វើរួមគ្នាហើយនេះគឺជាកិច្ចការរបស់យើងទាំងអស់គ្នាដែលយើងត្រូវអនុវត្តរួមគ្នាឯកឧត្តមលោកជំទាវអស់លោកស្រីនាងកញ្ញាជាទីគោរពរាប់អានបាទនេះគឺជាកិច្ចការដែលយើងត្រូវធ្វើពិភពលោកដែលយើងកំពុងប្រឈមបច្ចុប្បន្ននេះមិនមែនជាអ្វីដែលយើងបានរំពឹងទុកទេពាក់ព័ន្ធទៅនឹងចំនួនប្រដាប់អាវុធពាក់ព័ន្ធទៅនឹងចំនួនប្រដាប់អាវុធទីតាំងភូមិសាស្ត្រនិងភាពមិនប្រកបប្រជាដែលវាប៉ះពាល់ទៅដល់អ្វីដែលកំពុងកើតឡើងនៅពេលបច្ចុប្បន្ននៃការប្រែប្រួលអាកាសធាតុវាមិនមែនជាអ្វីដែលប៉ះពាល់ពីសម្រាប់អនាគតទេប៉ុន្តែកំពុងតែកើតឡើងនៅពេលបច្ចុប្បន្ននេះបាទ Nelson Mandela បានជម្រាបឬប្រាប់យើងថាអ្វីដែលយើងជាការសំខាន់អ្វីដែលយើងត្រូវគិតគូរសំខាន់បាទដូច្នេះកិច្ចការទាំងអស់នេះសន្និសីទនេះគឺមានសារៈសំខាន់ខ្លាំងណាស់សាមគ្គីភាពសម្រាប់សន្តិភាពរួមគ្នាហើយនិងវិបុលភាពរួមការពង្រឹងនៃច្បាប់អន្តរជាតិហើយជាមួយនឹងនៅក្នុងស្ថានភាពចំនួនដូច្នេះនេះគឺជាចំណុចសំខាន់ដែលយើងត្រូវតែបន្តអនុវត្តរួមគ្នាសាមគ្គីភាពមានន័យថាការតស៊ូរបស់អ្នកគឺជាតា
តស៊ូរបស់ខ្ញុំសន្តិភាពរបស់អ្នកគឺជាសន្តិភាពរបស់ខ្ញុំបលភាពរបស់អ្នកគឺជាបលភាពរបស់ខ្ញុំសភាមិនមែនជាអ្នកឈរនៅពីក្រៅទេអ្វីដែលយើងត្រូវធ្វើយើងត្រូវតែអនុវត្តបន្តរួមគ្នានៅក្នុងស្មារតីកុងសង្ស៊ីភាពស្រោមគ្នាទំនាក់ទំនងការទូតបានคล้ายទៅជាគោលការណ៍ដ៏សំខាន់វាបង្កើតនៅច្រកផ្លូវសម្រាប់កិច្ចសន្ទនានិងវឌ្ឍនភាពនៅពេលដែលទំនាក់ទំនងសភាពីប្រពៃណីគឺมันមានប្រសិទ្ធភាពខ្ញុំពិតជាយល់ជាច្បាស់អំពីចំណុចនេះតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងរបស់ប៉ាគីស្ថានយើងបានស្ថិតនៅជួរមុខនៃចំនួនយើងបានរងគ្រោះដោយអំពើភេរវកម្មយើងបានធ្វើជាម្ចាស់ការទទួលជនភៀសខ្លួនរាប់លានអ្នកជាច្រើនទសវត្សរ៍មកហើយយើងបានរួមគ្នាដើម្បីដោះស្រាយនិងបង្កើនសន្តិភាពផងដែរពិចារណាអំពីអ្វីដែលបានកើតឡើងកាលពីដើមឆ្នាំនេះបញ្ហានៅមជ្ឈិមបូព៌ាដែលបានឈានមកដល់មេត្រាជ្រុះនៃវិបត្តិបាទពាក់ព័ន្ធទៅនឹង Strait Hormuz ត្រូវបានបិទតម្លៃធម្មពលព្រៃមានការកើនឡើងពិភពលោកគឺស្ថិតនៅក្នុងសង្គ្រាមដែលកាន់តែធំប៉ាគីស្ថានបានឈានជើងចូលជាមួយគ្នានេះយើងធ្វើការងារសម្រាប់ពង្រីកនៅក្នុងទំនាក់ទំនងនិងដំណោះស្រាយការទូតអ្វីដែលយើងត្រូវធ្វើដែលបង្ហាញប៉ាគីស្ថានបាទនៅក្នុងដំណើរការនៃការសម្របសម្រួលនៃចំនួនទាំងអស់នេះប្រធានាធិបតីអាស៊ីសាដារីនេះនាយករដ្ឋមន្ត្រី Shehbaz Sharie និង Field Marshal Syed Hashim បានដឹកនាំកិច្ចការទូតនេះនៅខែមេសាបាទគឺយើងបានមាននៅការឈប់បាញ់ហើយយើងបាននាំឲ្យមាននៅកិច្ចសន្ទនាជួបគ្នារវាងសហរដ្ឋអាមេរិកនិងទីក្រុងតេហឺរ៉ង់អនុសារណៈយោគយល់គ្នាទីក្រុងអ៊ីស្លាមាបាតចុះលេខាបានបង្កើតឲ្យមាននៅបទឈប់បាញ់ហើយនៅបន្តនឹងការចរចាបន្ថែមទៀតប៉ាគីស្ថានមានការបដិញ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងសន្តិភាពតាមរយៈសាមគ្គីភាពកិច្ចសន្ទនានិងដំណោះស្រាយសន្តិវិធីតាមរយៈការទូតនេះគឺជាអ្វីដែលសំខាន់ដែលយើងធ្វើកិច្ចការងាររួមគ្នាក្នុងការកសាងនៅសុខសន្តិភាពសម្រាប់ពិភពលោកប៉ាគីស្ថានបានចូលរួមនៅជាមួយអារ៉ាប៊ីសាអូឌីតក្នុងការចុះហត្ថលេខានៅកិច្ចព្រមព្រៀងបន្ថែមទៀតកិច្ចព្រមព្រៀងនោះបានឆ្លុះបញ្ចាំងការបដិញ្ញាចិត្តក្នុងការពង្រឹងសន្តិសុខជាតិនិងស្ថិរភាពជាតិនៅក្នុងតំបន់និងលើពីនេះទៅទៀតប្រធានាធិបតីត្រាំស្វាគមន៍នៅក្នុងជំហានមួយឈានចូលពិភពលោកបាទគឺយើងត្រូវតែពឹងផ្អែកគ្នាត្រូវការនៅសាមគ្គីភាពនិងសន្តិភាពនេះគឺជាស្មារតីដែលនាំយើងឲ្យទៅរកនៅភាពដំណោះស្រាយមិនមែនគ្រាន់តែជាពាក្យសម្ដីមិនមែនជាសេចក្តីប្រកាសទេប៉ុន្តែត្រូវតែមានការបដិញ្ញាចិត្តខ្ពស់ដ៏រឹងមាំជាមួយនឹងលទ្ធផលជាក់ស្ដែងដែលត្រូវតែអនុវត្តនិងសម្រេចឲ្យបានឯកឧត្តមលោកជំទាវអ៊ីស្លាមាបាតបានបដិញ្ញាចិត្តក្នុងការបន្ស៊ីគ្នាជាមួយនឹងបទបញ្ញត្តិរបស់ខ្លួននិងទូនីតិត្រួតពិនិត្យរបស់សភាជាមួយនឹងអង្គការសហប្រជាជាតិនៅរបៀបរយៈរបស់ខ្លួនយើងមាននៅភាពគេហៅថាសកម្មភាពរួមក្នុងការដោះស្រាយបញ្ហាជាច្រើនការប្រែប្រួលអាកាសធាតុហើយនឹងបញ្ហាវិបត្តិឆ្លងរីករាលដាលនៃជំងឺសកលផងដែរការផ្ដល់រ៉ាញ់ប្រទានទៅដល់ការប្រតិបត្តិស្ថិរការធានានៅវិនិយោគនៅក្នុងវិស័យអប់រំនិងនវានុវត្តន៍ឥឡូវនេះគឺយើងត្រូវតែធ្វើការងារបដិញ្ញាចិត្តទៅជាសកម្មភាពជាក់ស្ដែងជាមួយនឹងកិច្ចសន្ទនាបាទជាមួយនឹងអ្វីដែលត្រូវធ្វើបន្តទៀតយើងត្រូវតែរៀបចំស្ថាប័ននៅកិច្ចសន្ទនាសភា ISE ត្រូវតែធ្វើកិច្ចការងារនៅក្នុងការជួបជុំគ្នាជាប្រចាំឆ្នាំយើងត្រូវតែមានយន្តការច្បាស់លាស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិផ្សេងហើយយើងក៏ត្រូវការពង្រឹងនៅការគោរពច្បាប់អន្តរជាតិនិងការគោរពទៅនឹងច្បាប់អន្តរជាតិដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់និងរឹងមាំសម្រាប់សុខសន្តិភាពពិភពលោក
យើងត្រូវតែរក្សាបាននៅអ្វីដែលយើងអ្វីដែលมันអាចទស្សន៍ទាយបានការកាត់បន្ថយហានិភ័យធានាឲ្យបាននូវការពិវត្តប្រកបដោយចីរភាពសភាត្រូវតែប្រឹងប្រែងធ្វើការងាររួមគ្នានិងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋនិងប្រជាជនរបស់ខ្លួនដំណើរផ្លូវរបស់កម្ពុជាគឺមានដំណើរឆ្ពោះទៅមុខយ៉ាងល្អប្រសើរតកតងទៅនឹងការដោះស្រាយជាមួយនឹងចំនួនជាមួយនឹងការកសាងសន្តិភាពកាលពីឆ្នាំ1998ប្រទេសកម្ពុជាបានបង្ហាញថាតើសន្តិភាពបានផ្ដល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសហេដ្ឋារចនាសម្ព័ន្ធនិងការកាត់បន្ថយភាពក្រីក្ររាជធានីភ្នំពេញថ្ងៃនេះគឺជាការរំលឹកឲ្យឃើញថាសង្គមរបស់ខ្លួនប្រទេសរបស់ខ្លួនអាចរួចចាក់ផុតពីប្រទេសមួយដែលក្រីក្រទៅជាប្រទេសដែលមានការអភិវឌ្ឍតាមរយៈការស្ដារការចរចាសន្តិភាពភាពជាអ្នកដឹកនាំនិងការពង្រឹងនៅស្ថិរភាពដើម្បីអ្វីដែលត្រូវអនុវត្តគំនិតនិងយោបល់ផ្សេងហើយលោកស្រីទាំងអស់ដែលទៅសាច់បាននៅសុខសន្តិភាពទាំងអស់នេះគឺត្រូវតែផ្ដល់នៅតម្លៃនៃសុខសន្តិភាពបាទជាពិសេសពាក់ព័ន្ធទៅនឹងអ្វីដែលយើងត្រូវមាននៅភាពបត់បែនការងាររបស់យើងគឺពាក់ព័ន្ធទៅនឹងអ្វីដែលត្រូវកសាងនៅអ្វីដែលកាន់តែប្រសើររឹងមាំជាមួយគ្នាសម្រាប់ពិភពលោកកំពុងតែវិវត្តយើងត្រូវតែរស់នៅជាមួយនឹងសាមគ្គីភាពឯកភាពគ្នាលើកទឹកចិត្តជាមួយនឹងយើងចង់ឲ្យពិភពលោកមួយកាន់តែប្រសើរឡើងយើងត្រូវតែរួបរวมគ្នាដើម្បីធ្វើឲ្យពិភពលោកមួយប្រកបទៅដោយសុខសន្តិភាពសូមអរគុណច្រើនចំពោះចំណាប់អារម្មណ៍នៃបទអន្តរាគមន៍របស់យើងខ្ញុំ Thank you, Your Excellency, for your meaningful address.